អូខេសួស្តីអ្នកគ្នានេះជាវីដេអូចេញពី DJI Pocket 3អ្នកគ្នាអូខេអានេះជា wide lens wide angle អូខេអ្នកគ្នាអញ្ចឹងកាមេរ៉ាវាច្បាស់ល្អអូខេថ្ងៃនេះខ្ញុំចង់និយាយតាក់ទងទៅនឹង setup មួយចំនួនដែលអ្នកគ្នាអាចប្រើដើម្បី live stream ហើយនឹង record វីដេអូទូទៅដែលអ្នកគ្នាចង់ប្រើតែ screen computer ហើយនឹងអ្នកនរគ្នាទេអូខេទី1អូខេនេះអ្នកគ្នាត្រូវមានកុំព្យូទ័រមួយអ្នកគ្នាឃើញកុំព្យូទ័ររបស់ខ្ញុំនេះខ្ញុំប្រើMacBook Air អ្នកគ្នា M1 ខ្ញុំប្រើកម្មវិធីជាមួយ DaVinci Resolve បូកជាមួយនឹងកម្មវិធី game ឬក៏ website ផ្សេងៗដើម្បីជំនួយនៅក្នុងការកាត់តវីដេអូហើយកាត់តរូបភាពដើម្បីដាក់ thumbnail ណាអ្នកគ្នាហើយមួយទៀតនោះគឺ mic អ្នកគ្នាជាពិសេសគឺ mic ហើយមួយនេះ mic HoloLens អ្នកគ្នាខ្ញុំប្រើ HoloLens ហើយសម្រាប់ mic នៅលើតុនេះមួយហ្នឹងអ្នកគ្នាឃើញអាហ្នឹងពពួកMaono PD 400X mic នេះច្បាស់ល្អសម្រាប់យើង voice over ហើយសម្រាប់វីដេអូដែល direct មកខ្ញុំប្រើ HoloLens តែខ្ញុំ recommend អ្នកគ្នាប្រើករណីបើអ្នកគ្នាមានពួកមានលុយច្រើនជាងហ្នឹងអ្នកគ្នាគួរតែប្រើជាមួយនឹងពពួកDJI អ្នកគ្នា DJI mic វាមាន mic mini ហើយវាមានអាធំខ្ញុំអត់ដឹងមិនទេតែគ្រាន់តែគុណភាពពពួក mouse mic DJI វាល្អជាងវាស្ដាប់ទៅវា clear វា clean ជាងបាទនេះសលេងយើងវាអត់សូវជួយធ្វើឲ្យសលេងយើងកឡវាសលេងយើងរៀងកឡអញ្ចឹងវាទៅជាធ្វើសលេងយើងរៀងដិតរៀងដូចស្ដាប់មីក្រូអញ្ចឹងតែវាគ្រាន់បើអានេះខ្ញុំ recommend ប្រើដែរ HoloLens នេះវា support បានច្រើនអ្នកគ្នាវាមានទាំងដូច USB-C និងជាមួយនឹង Lightning អូខេគុណភាពវីដេអូមិនដែរអ្នកគ្នាអូខេអ្នកគ្នាអញ្ចឹងខ្ញុំតាមពិតវីដេអូនេះខ្ញុំថតចេញពីកាមេរ៉ា iPhone ទេកាមេរ៉ាមុខយើងចូលកន្លែង photo ទៅយើងស្កាត់កន្លែងថតឲ្យជាប់ទៅយើងខ្វះវាមកចំហៀងមកបានយើងថតអាចថត wide lens ខ្ញុំមិនដឹងអាហ្នឹងហៅគេ 0.5 ណាបើកាមេរ៉ាមុខបើយើងចុច 0.5 iPhone 13ថតវីដេអូអត់កើតទេប៉ុន្តែបើយើងចូលកន្លែង photo ហើយយើងចូល 0.5 ហើយយើងសកាត់កន្លែងថតឲ្យជាប់យើងខ្វះមកចំហៀងមកខ្វះមកស្ដាំមកវានឹងចូលកន្លែងថតហើយអញ្ចឹងវីដេអូខាងមុខវានឹងខ្លាចទៅជា wide angle ហើយមានកាមេរ៉ាទលាយ 0.5 អ្នកនាងគេអញ្ចឹងវាធ្វើឲ្យទិដ្ឋភាពវីដេអូយើងទាំងមូលវាច្បាស់ល្អ lens វាក៏ធំដែរអញ្ចឹងអានេះគុណភាពវីដេអូវាអត់ចាញ់ DJI Pocket 3អ្នកនាងអ្នកណាដែលចង់ចំណាយលុយទៅលើ DJI Pocket 3ឬក៏អីអូខេអ្នកគ្នាអាចចំណាយបានអ្នកដែលមានលុយបើអ្នកអត់លុយអ្នកគ្នាអាចប្រើជាមួយនឹងកាមេរ៉ា iPhone wide angle ខាងមុខបាន 0.5 វាហ្នឹងអូខេជួបគ្នាវីដេអូក្រោយអ្នកនាងកុំភ្លេចចុច like ចុច follow ដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំអូខេខ្ញុំចិត្តបាន100 subscriber អ្នកនាងហើយខ្ញុំមាន channel YouTube មួយទៀត gaming Jamron OG តើតើនឹង eFootball អានឹងហើយនឹង content តើតើនឹង technology product តែឥឡូវខ្ញុំលក់ខ្លួនឯងអ្នកនាងអញ្ចឹងយើងមានរបស់ review ច្រើនអូខេជួបគ្នាវីដេអូក្រោយបាយអ្នកនាង see you